Hello អ្នកនាងជួបជាស្លាយថ្មីនៅក្នុងមេរៀនទី4នៅក្នុងមេរៀនទី4នេះគឺខ្ញុំអត់បានសរសេរកូដឲ្យមើលទេប៉ុន្តែខ្ញុំនឹងបង្ហាញនៅកូដខ្ញុំបានសរសេរទាំងអស់ហ្នឹងហើយសារតែចំណុចមួយហ្នឹងគឺពិបាកនៅក្នុងការប្រាប់តែខ្ញុំបញ្ចូលឲ្យមើលតែម្ដងគឺវាស្រួលជាងឥឡូវកុំឲ្យខាត់ពេលយូរយើងចូលមកដល់មេរៀនទី4យើងទាំងអស់គ្នាចំពោះ style ទាំងប្រមាណនេះអ្នកគ្នាមិនចាំខ្វល់ទេដោយសារ style មួយហ្នឹងយើងត្រូវរៀននៅពេលយើងចប់ HTML យើងចូល CSS ដើម្បីយើងទៅខុសយើងខ្វល់ត្រឹមតែជួរនៅខាងក្រោមនេះបានមាន header មាន now មាន section មាន div មាន p មាន a2 មាន span ហ្នឹងនេះអ្នកគ្នាមើលតែអស់នៅបានហ្នឹងនឹងមាន full ទៀតអញ្ចឹងបានថា header នេះគឺជាគេយើងប្រើវាសម្រាប់ដាក់នៅក្បាលគេហៅពណ៌អានេះគឺជា now បានអ្នកនេះចានេះគឺ section នៃ block នៃកូដ website របស់យើងទៅឡើយយើងទៅបើកចំណែកឯ footer នេះគឺប្រភេទ footer នៃ page របស់យើងយើងទៅមើលនៅអ្វីយើងបានសរសេរហ្នឹងហើយយើងអាចនេះចូលយល់នេះគ្នាស្វាគមន៍មកកាន់គេតំព័ន្ធនេះគឺ header យើងបានមកជ័យមុនហ្នឹងនេះយើងដាក់នៅ header មួយមកតមកយើងដាក់នេះមកវាតំណាងឲ្យ header នេះក្បាលតំពងរបស់យើងចឹងនៅពេលអ្នកគ្នាធ្វើ website អ្នកគ្នាប្រកាសដាក់ឲ្យនៃ structure របស់យើងថាធ្វើមិនធ្វើខាងធម្មតាយើងធ្វើ website មួយយើងត្រូវដឹងសិនថា structure យើងការ design របស់យើងចាប់ដើមពីតាណាមកពីណាមកពេលយើងហើយយើងអាចជឿរកមើល take បានថាយើងគួរដាក់ take អីខ្លះដើម្បីធ្វើនៅ element មួយហ្នឹងយើងទៅ header នេះយើងដាក់ត្រាប់ដាក់នៅផ្នែកខាងលើនៃគេហៅតំពងរបស់យើងគឺបែបហ្នឹងចំណែក now នេះប្រភេទជា now link បានដូចប្រភេទនេះហ្នឹងយើងចុចតំពងដើមចូលមកកាន់តំពងដើមវិញទៅយើងអាចចុចមកមួយតទៀតឧទាហរណ៍ដែរនៅក្នុង YouTube ចឹងយើងអានេះអស់នេះវាមាននៅ all វាមាននៅ broadcast មាននៅ music មាននៅ macbook បើយើងចូលមកកាន់ broadcast វានឹងចូលដល់កាន់មួយទៀតចឹងដែរគ្នាយើងចូល music វាចូលកាន់បទចម្រៀងចឹងទៅហើយចំណែកឯរបស់យើងនេះគឺដូចគ្នាយើងចុចជាប់នេះចូលដល់កាន់មួយទៀតនេះចឹងមកយើងតែសាររបស់ខ្ញុំមកនេះយើងបានសរសេរវាលំអិតវាមានទៅកាន់ណាទៅកាន់ណីទេចឹងវាឃើញនៅ static ធម្មតាចឹងចំណែកឯ section នេះគឺជា block នៃកូដរបស់យើងន័យថារបស់យើងដាក់ block នេះមួយ block អត្ថបទblock មួយទៀតយើងដាក់ថាជា block អីមួយទៀតចឹងយើងដាក់ថាបើយើងនិយាយតែកន្លែងយើងដាក់ block នេះគឺជាការផ្ដើមតែដំបូងនៅពេល block មួយទៀតយើងដាក់ block តួសេចក្តី block មួយទៀត block បញ្ចប់សេចក្តីយើងតែដូចគ្នាយើងដាក់ចុះក្រោមរហូតចឹងទៅចំណែក div នេះគឺជាយើងអាចដាក់ប្រាប់វាថាវាជាប្រភេទនៃ container មួយដើម្បីកដោបនៅគេហៅតំពងរបស់យើងក្នុងការ design ព្រោះថាចំណុចហ្នឹងនៅពេលយើងចូលទៅប្រើនៅ CS ខ្ញុំនឹងបង្ហាញវាពីលម្អិតយ៉ាងណាយើងប្រើបែបម៉េចប្រើវាដើម្បីអីដើម្បីយើងត្រូវដឹងនៅពេលហ្នឹងគឺយើងដឹងត្រឹមថាហ្នឹងគឺជា container មួយដែលយើងត្រូវកដោបវានៅក្នុងការ design ឲ្យវាកាន់តែល្អក្នុងការធ្វើ structure នេះចំណែកឯ footer នេះគឺផ្នែកខាងក្រោមនៃ footer របស់យើងគឺធម្មតានៅក្នុងចូលដល់ការ website អីមួយដែលគ្នាប្រកាសជាឃើញនៅ footer របស់គេមួយ footer របស់គេនេះគេអាចមានដូចជា contact អីទៅកាន់គេអញ្ចឹងតែគេដាក់ប្រាប់ពីទីតាំងរបស់គេផ្សេងហ្នឹងយើងប្រើ footer ហ្នឹងមកគ្នាចំពោះវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបើមានចង្អុលអីផ្សេងនៅគ្នាអាចឆាតមកសួរខ្ញុំបានខ្ញុំនឹងដាក់ link Telegram របស់ខ្ញុំនៅក្នុង description ហ្នឹងហើយ